បាទជំរាបសួរលោកពូបាទវាសួរគ្រូបាទលោកពូមានឈ្មោះអីដែរលោកពូសូនីមលោកគ្រូអូសូនីមលោកពូនៅទីតាំងនេះគេហៅភូមិឃុំអីដែរភូមិទសាសភូមិទារងស្រុកតឡូសែនជ័យខេត្តពោធិ៍សាត់អូនៅខាងតឡូសែនជ័យខេត្តពោធិ៍សាត់ចឹងលោកពូបាទលោកពូចង់ដឹងថាពីមុនលោកពូមិនបានប្រើផលិតផលណាកូស៊ីនេះលោកពូមានអាការៈសុខភាពអីខ្លះឈឺច្រមុះគ្រូស្អុយច្រមុះបាទស្អុយច្រមុះជាគាតាមក្រោមភ្នែកនេះដៅច្រមុះហៀទឹកភ្នែកបាទបដាសាយក្អកបាទឈឺក្បាលវិលមុខតើខ្ញុំឃើញខាងក្រុមហ៊ុនលោកគ្រូរាជកម្មអញ្ចឹងខ្ញុំក៏ទិញសាកមកកំប៉ុងណាគ្រូបាទបាទទិញសាកកំប៉ុងលេបបាន4 5ថ្ងៃគ្រាន់បាទអូលោកពូឃើញលោកពូទិញមកកំប៉ុងយកមកប្រើលោកពូឃើញតាមរយៈអីដែរលោកពូតាម Facebook អូតាម Facebook បាទដល់ឃើញលោកពូជាមកកំប៉ុងមកកំប៉ុងមកប្រើបាន4 5ថ្ងៃគ្រាន់បាត់ស្អុយច្រមុះបាទបាទអន់ច្បាំងភ្នែកអន់ក្អកបាទមិនទៀតលោកពូបាត់ជាតាមនេះបាត់ជាតាមមុខនេះអូបាត់ស្គីតាមច្រមុះនឹងអស់ហើយតាមតពាល់នឹងអស់ហើយបាទបាត់ស្អុយអូបាត់ស្អុយបាត់អីទៀតក្នុងច្រមុះហ្នឹងស្អុយដែរលោកពូធំក្លិនស្អុយគ្រូធំក្លិនស្អុយហើយវាធ្វើទុកមិនខ្លាំងវិលមុខឈឺក្បាលក្អកក្វាំងភ្នែកពេលស្អុយទៅឈួលគ្រូបាទឈួលនឹងធ្លាក់ក្លិនមកស្អុយរៀងស្អុយដូចកម្រុងអញ្ចឹងបាទស្អុយខ្លាំងអូបាទហើយជួលោកពូពេលគេងពេលអីវាមានធ្វើទុកដែរពេលយប់អីពេលយប់អ្នកសើលក់ទេដាក់ដង្ហើមតាំងច្រមុះងាងកដាស់អូចឹងខ្លាំងមែនតើខ្លាំងខ្ញុំឈឺយូរហើយប៉ុន្តែខ្ញុំលេបថ្នាំពេទ្យវាអត់បាត់ទេបាទលេបថ្នាំពេទ្យអស់ច្រើនណាស់គ្រូអស់រាប់លាននោះអូហេចឹងចេះតែធ្វើទុកឲ្យយើងគេងអត់លក់ជុះលោកពូហូបដូចថាគ្រឿងផ្អាប់របស់តិចអីបានទេឥឡូវហូបបានទេគ្រូគ្រឿងកំប៉ុងអីខ្ញុំហូបទេអូហូបបានជុះពីមុនមកលោកពូមិនទាន់បានទេដាក់ទៅឈឺក្បាលហើយអូដាក់ឈឺក្បាលងល់ច្រមុះទៅលេបថ្នាំដាសាយបាទហូបអីគេទៅធ្វើឲ្យធ្វើទុកហ្នឹងលោកពូនិយាយទៅគ្រឿងកំប៉ុងបកាសអីខារ៉ាបាវអត់បានទេបាទដូចថាទឹកកកទឹកបាទទឹកកកបានដាក់ទៅងល់បាទងល់ឈឺក្បាលដាក់ថ្នាំដាសាយមិនគ្រាន់បាទជុះរបស់តិចរបស់ផ្អាប់អីលោកពូគ្រឿងផ្អាប់អីឥឡូវហូបបានឥឡូវហូបបានវិញហើយហូបបានវិញប្រើ4 5បានបាទប្រើ4 5ថ្ងៃគឺធូរតែម្ដងបាទឥឡូវហូបអីមុនដំបូងខ្ញុំហូបបាន3ថ្ងៃដំបូងឈឺលើដើមអូហូបដំបូងស្រាក់ទៅបានធូរអស់ហើយចឹងបាទធូរបាត់ចុកដៃចុកជើងបាទធ្ងន់ក្បាលច្បាំងភ្នែកមើលព្រិលទាំងអស់បាទចុះលឺលោកគ្រូថាប្រើបានប្រហែល2គ្រាប់ដំបូងឈឺពេញខ្លួនឈឺពេញខ្លួនអូធ្វើទុកពេញខ្លួនទាំងអស់ហ្នឹងហើយបាទតែឥឡូវធូរអស់ហើយលោកពូឥឡូវលេងអីគ្រូបាទយើងហូបអីក៏បានលេងធ្វើទុកបានហើយយើងដេកបានបាទអញ្ចឹងលោកពូជាចុងក្រោយលោកពូមានពាក្យពេចន៍អីសម្រាប់ផ្ដាំទៅពុកម៉ែបងប្អូនណាលោកពូបានប្រើផលិតផលណាកូស៊ីហ្នឹងបានធូរបានជាហ្នឹងណាជាចុងក្រោយខ្ញុំសូមឲ្យបងប្អូនណាដែលកើតជំងឺអាឡែស៊ីច្រមុះហ្នឹងទិញណាកូស៊ីជាបានទៅគាត់ប្រកែណាថ្នាំហ្នឹងខ្ញុំលេប4 5គ្រាប់ដឹងតែធូរហើយអាកូស៊ីផលិតផលហ្នឹងប្រកែណាមិនថាក្រុមហ៊ុនជួលខ្ញុំឲ្យនិយាយទេព្រោះខ្ញុំបានលេបខ្លួនឯងបាទពីអ្នកបងខ្ញុំគ្រាន់តែ2នាក់ឯងបាទបើខ្ញុំកើតចង់10ឆ្នាំហើយហ្នឹងអូឈឺយូរហើយបាទយូរហើយគ្រូចឹងជាអស់ហើយពេលហូបអីទៅលែងធ្វើទុកហើយខ្ញុំហូបអីអត់អីដែរឡូវហូបផ្អកអីហូបបានតាមចិត្តបាទរបស់តិចរបស់ផ្អាប់សាច់ខ្លាយអីហូបវិញបានបាទទាកប៉ាយហ្នឹងខ្ញុំហូបទាកប៉ាយគាត់អូហូបសាច់ខ្លាយទៅគឺលែងធ្វើទុកអស់ហើយចឹងបាទអីគ្រូបាទក៏មុនងល់ងល់ឲ្យសើបដល់បាទគួយងើបឡើងចង់អគូទេបាទវិលហើយមានធ្វើទុកមិនទៀតទេពីមុនធ្វើទុកខ្លាំងគ្រូធ្វើទុកវាថាខ្ញុំនឹកឃើញថាគ្មានថ្នាំអីព្យាបាលនឹងរោគអីក្នុងខ្លួនបាទធ្ងន់ក្បាលហៀទឹកភ្នែករហូតបាទដៅភ្នែកហៀទឹកភ្នែកដល់ពេលបានណាកូស៊ីនេះឃើញគេពាណិជ្ជកម្មមកខ្ញុំក៏កំងក្រុមហ៊ុនខ្ញុំមកសាកបាន3គ្រាប់ហ្នឹងយ៉ាប់លើសដើមខ្ញុំទេសួរក្រុមហ៊ុនទេសួរទៅថាអីទេលេបថែមទៅវិទ្យាបាលដេញថ្នាំពេទ្យលេបថ្នាំពេទ្យច្រើនបាទឥឡូវបានធូរបានជាអស់ហើយបាទឥឡូវធូរហើយគ្រូបាទអរគុណច្រើនសម្រាប់ការចែករំលែកលោកពូបាទអរគុណ